សួស្តីបងប្អូនខ្ញុំមកតបខមមិនដងប្រុសម្នាក់គាត់បានខមមិននៅក្នុងវីដេអូត្រីវិឆារបស់ខ្ញុំគាត់ថាគាត់ចង់ចេះរកធ្វើត្រីវិឆាបងប្អូនឥឡូវខ្ញុំមកប្រាប់ពីវិធីធ្វើ AI ត្រីវិឆាងាយៗបងប្អូនងាយៗអ្នកអស់លោកបងប្អូនព្រីមកកម្មវិធីនេះតោះយើងទៅរៀនធ្វើទាំងអស់គ្នាតោះបើសិនជាបងប្អូនប្រើ Oppo ចុចចូល Play Store បងប្អូនបើសិនជាបងប្អូនប្រើ iOS ឬ iPhone ចុចចូលកន្លែងនេះបងប្អូនតាមវងមូលដែលខ្ញុំគូសហ្នឹងហើយតាមបងប្អូនវាយពាក្យ search Pitchwork AI បងប្អូននេះវាយតាមអក្សរដែលខ្ញុំវាយហ្នឹងមកហើយបងប្អូនចុចតាមវងមូលដែលខ្ញុំគូសហ្នឹងមកហើយចុចចូលអញ្ចឹងតោះមកបងប្អូនឃើញនេះប៊ូតុង AI នេះបងប្អូនហើយយើង down វាទៅ down វារៀងដើរយឺតបងប្អូនចាំតិចព្រោះខ្ញុំប្រើអ៊ីនធឺណិតវា slow បន្តិចពេលកម្មវិធីហ្នឹងពេញហើយបងប្អូនយើងថយមកក្រោយមកឥឡូវពេញហើយបងប្អូនយើងថយវាចេញមកឥឡូវយើងចូលអូសរកម្មវិធីឥឡូវយើងទាញបានហើយបងប្អូននេះរូបនេះតបមកយើងចុចចូលវាចេញចេះវាឲ្យយើងពេញ Gmail ហើយតបមកយើងចុចចូល Gmail ទៅបងប្អូនអាឡែងខ្ញុំគូសមិញហ្នឹងតបមកឥឡូវវាបាននេះ Gmail បងប្អូនលោតមកយើងចុចចូលចុចចំ Gmail ហ្នឹងទៅតបមកវាក៏លោតចេញអញ្ចឹងវាឲ្យកាក់យើង60សម្រាប់ឲ្យយើងនឹងធ្វើរូបបាន3បងប្អូនក្នុងមួយថ្ងៃវាឲ្យយើងធ្វើរូបបានតែ3ឯងបើថាបងប្អូនចង់ធ្វើលើឥឡូវខ្ញុំអូសមកបានឃើញរូបត្រីវិឆាបងប្អូននេះរូបត្រីវិឆាហើយយើងចុចឲ្យប៊ូតុងពីក្រោមនេះសញ្ញាខ្មៅដែលខ្ញុំដាក់ឲ្យមើលណាវងមូលណាបងប្អូនយើងចុចចូលវានឹងលោតទៅរូបថតហើយបងប្អូនអូសមើលរូបថតដែលបងប្អូនត្រូវការឲ្យធ្វើជាត្រីវិឆាហ្នឹងឥឡូវខ្ញុំរូបនេះឥឡូវខ្ញុំយករូបមួយនេះរូបនេះបងប្អូនហើយយើងចុចឲ្យប៊ូតុងដែលខ្ញុំគូសហ្នឹងចុចទៅវាចាំផ្លែតតមកវាលោតកាក់ឲ្យយើងបាន60សម្រាប់ឲ្យយើងធ្វើត្រីវិឆាណាបងប្អូនឥឡូវយើងឥឡូវវាលោតទៅកន្លែងเราអាចធ្វើជាត្រីវិឆាបានហើយបើបងប្អូនចង់ទាញវាដាក់រូបថតនេះបងប្អូននេះវងមូលខ្មៅដែលខ្ញុំគូសនៅលើណាបងប្អូនចុចអាហ្នឹងហើយចុចឲ្យសញ្ញាភ្នែកហ្នឹងបងប្អូនវានឹង download ឲ្យយើងចូលរូបថតដោយស្វ័យ